តោះ Hello សួស្តីទាំងអស់គ្នាវិលត្រឡប់ជួបខ្ញុំ Ciclo Gaming ថ្ងៃនេះដែរមក review event នេះគ្រាន់បើគ្នាយើងគ្រាន់បើហ៊ាន spoil ហើយខ្ញុំនឹង detail ជូនគ្នាយើងទាំងអស់គ្នាដែលការ login មកយើងបើកមកគ្រាន់តែក្បាល login មក still what ហ្នឹងគ្នាយើង login ចូលមកកន្លែង quest ហើយចូលមកកន្លែង limit ចូល limit មកនេះ quest យើងទទួលបាននេះគ្រាន់តែ scroll 3គ្រាប់ជាមួយនឹងកាភ្លើងlaser នេះ PVE 5-10ថ្ងៃគ្នាយើងហើយកាភ្លើងនេះខ្ញុំធ្លាប់តេស្តហើយគ្នាយើងមើលហើយអញ្ចឹងចាំមើលខ្ញុំតេស្តទៅបន្ថែមចេញជាវីដេអូយកមកគ្នាយើងអូខេអញ្ចឹងតើតោងជាមួយនឹង first login អាហ្នឹងហើយយើងដាក់Marial មកយើង sign in មកទទួលបានកាដូនេះវាដូរពណ៌ការ event មុនពណ៌បៃតងតែឥឡូវវាចេញពណ៌ក្រហមហើយគ្នាយើងពណ៌ក្រហមទទួលបាន Dynasty Diamond Dynasty skin នេះដែលតម្រូវចូលយកទៅញាត់លើកាភ្លើងនេះsorry យកទៅញាត់លើកាភ្លើងនេះគ្នាយើងញាត់លើកាភ្លើងនេះហើយកាភ្លើងនេះ start ពី3 273គ្នាយើងstart ពី3 239 sorry 239ហើយយើងទទួលបានកាភ្លើងនឹងមួយ set ហើយកាភ្លើងនេះបកានៅម៉ាឡេ1500តែនៅ server ខ្មែរបើគ្នាយើងមានអានេះទេយើងបាញ់អានេះទៅអាការ event ចាស់គ្នាយើងនេះមានអានេះទេបាញ់អានេះទៅព្រោះអាហ្នឹងដូចគ្នាទេអានេះកាភ្លើងនេះ attribute របស់វា candy make ថែម2ជាមួយនឹងបាញ់ទៅ slow អានេះបាញ់ enemy ហើយតាន់នេះដែរកាភ្លើងនេះឃើញគ្នាយើងបាញ់ច្រើនគ្នាយើងអ្នកចូលចិត្តបាញ់ហ្នឹងអញ្ចឹងគ្នាយើងជាឱកាសរបស់យើងហើយ log in មកបើដាក់ Marial ទៅហើយបើកមកមានឱកាសចូលទៅកាន់ skin ហ្នឹងអូខេហើយមានកាភ្លើងវាចាប់យកកាភ្លើងវាឲ្យហើយទៅភ្លើងវានៅកន្លែង Honor Scroll ដូចបានបញ្ជាក់មុនហ្នឹង270 239នៃកណ្ដួលម៉ែវានេះ239 Honor Scroll ហើយនៅពេលដែលយើង log in ចូលមកកន្លែង sign in មកយើងធ្លាក់ទៅលើ Fragment Anniversary 40ជាមួយនឹងកាដូទុកទៅ app វគ្គMyra គ្នាយើង app attribute ទៅលើ item យើងខ្ញុំ claim យកមកសិនអូខេចឹងនេះនៅពេលដែលបើកមកវាមានឱកាស lucky ចូលប៉ុណ្ណឹងហើយលែងចូលទៅលើកាដូ skin ទៀតណាកាដូ skin ទៀតហើយគឺវាដូរមកនេះវិញអញ្ចឹងកាដូ skin ជាមួយនឹងកាដូ skin កបិតលែងធ្លាក់ហើយ skin កភ្លើង skin កបិតលែងធ្លាក់ឲ្យហើយអញ្ចឹងយើងបើកមកនេះចូលប៉ុណ្ណឹងអញ្ចឹងណាហើយអាហ្នឹងយើងយកមក exchange នៅកន្លែងនេះនៅពេលដែលបានវាហ្នឹង80ណាតួបានយើង exchange នៅកន្លែងនេះគ្នាយើងហើយកាដូនេះលែងបានហើយលែង lucky ចូលហើយគឺវា lucky ចូលមកនេះវិញវាដូរអាពីរនេះចេញដាក់ពីរនេះអញ្ចឹងណាអញ្ចឹងអានេះសំ80បានដូរ skin កភ្លើង skin នេះដូចមុននេះយើងអូខេអញ្ចឹងតទៅទៀតគ្នាយើងមកកាន់ login មក25ថ្ងៃគ្នាយើងលយដែរនេះអូកប់សេរីនេះប៊ូមគុណ4ក៏បានធ្នូ4000 go ក៏បានទៅលើMillie Sander skin នេះដូចក្បិតពឺដែរហ្នឹងតែ damage រៀងតូចហើយជាមួយនឹងអំបងរបស់វាហ្នឹងកាប់បានរៀងតូចជាងអានេះក៏ភ្លើងនេះខ្ញុំធ្លាប់ឃើញឡាសេហ្នឹងគ្នាយើងខ្ញុំមិនដឹងតែជឿស្រ័យនេះប៊ូមប៊ូម600 level 2ហ្នឹង skin វាហ្នឹងតែនេះមានអានេះ hello ជាងគេគ្នាយើងមានអាហ្នឹងឯងផ្លេចយកនឹងទាំងអស់គ្នាអូខេជប់ចឹងតទៅទៀតគ្នាយើង online អត់តន់ចេញទេ event នេះតតែអាទិត្យទី3បានចេញ online មកហើយគ្នាយើងចំណាយ goal មើលមកលើចំណាយមកចំណាយ6400 go គ្នាយើងទទួលបាន name card ហ្នឹងអាហ្នឹងដូចវា poster វាផុសហើយអូខេហើយអានេះយើងសរុបទៅលើlucky code បាន144ជាមួយនឹង Honor Scroll បាន15គ្រាប់បើយើងចំណាយទៅហើយមានគ្រាប់បែកនេះហើយមាន permanent នេះ flash នេះ flash ដូចគុណ damage តែ flash នេះមាន damage តែផ្ទុះដែរទៀតនេះខ្ញុំនិយាយកាដូមុនហ្នឹងដាក់ Marial មក lock បានប្រចាំថ្ងៃហ្មងហើយនេះកាដូនេះ10ឆ្នាំអូខេតោះយើងចូលមកកាន់ការដាក់ goal របស់យើងទាំងអស់គ្នាជាមួយនឹងការដាក់ goal នេះយើង4000 goal នេះយើងទទួលបានកាភ្លើងនេះហើយចានេះកាភ្លើងនេះខ្ញុំនឹងតេស្តឲ្យនៅ account របស់ Mavic account នៃ Full អូខេហើយជាមួយនឹងកាភ្លើងហ្នឹងជាកាភ្លើងrapid machine gun ជាកាភ្លើង machine gun នេះភ្លើងនេះហើយ damage វា insral ដែរតែខ្ញុំនឹងតេស្តមើល detail ហើយ2400 go គ្នាយើងអ្នកលេង bullet and shell ឃើញមកស្គាល់មកនេះevent មួយ AK ស្លាប់គ្នាយើងអ្នកលេង bullet and shell ឃើញយ៉ាងទឹកណាកតាបរបស់វាហ្នឹងនឹងឈុតរបស់វាណាអូខេនេះ
បូក speed 2 weekend limit 2ជាមួយនឹង reduction 2អានេះតាន់ផងបាញ់គេឈឺផងហើយដាក់ភ្លើងខ្លីបាន2អូខេចឹងតោះយើងមកមើល$20បន្ទាប់ពី4000 go បន្ទាប់ពី$100ឬមួយក៏8 go បន្ទាប់ពី4000 go នេះយើង8 go បន្ទាប់ពី4000 go បើកមកវាមាន random មានឱកាសចូលទៅកាន់ skin boom អានេះគឺ skin A4 របស់យើងណាអានេះជា skill sat detect skill វា load ទៅលើ map នៅពេលណាគេពាក់អញ្ជៀនសារ៉ែនប៉ុណ្ណឹងហើយអានេះ skill level 2 skill នេះបូក moment speed អី moment speed 25% 10 second គឺយើងរត់លឿន 25% ច្រើនណាស់រត់លឿនដូច Doom អញ្ចឹងតែរត់បាន10 second អានេះហើយ cooldown វា90 second អានេះ BBU អានេះជា item ទូទៅរបស់យើងអូខេអញ្ចឹងនៅពេលដែលដាក់មក auto បានទៅលើ fragment switch summer ហ្នឹងគឺយើងដាក់មកចង់ដូរយកទៅកាន់កភ្លើងអា sen នេះកភ្លើង sen divine នេះយើងនេះភ្លើងហ្នឹងនៅ event មុននៅកដោ Honor Scroll comeback ភ្លើងហ្នឹងនេះភ្លើងនេះឯងហ្នឹងភ្លើងហ្នឹងគឺក្បិតនឹងឯងព្រោះធ្លាប់តេស្តការពីជំនាន់ចាស់នៅលើ account 1 Kill លើ YouTube របស់ខ្ញុំគ្នាយើងអាច search ទៅលើកភ្លើងហ្នឹងដាក់ sen divine ចេញមកហើយអូខេអញ្ចឹងខ្ញុំបែកទៅវិញបន្តិចអញ្ចឹងសម្រាប់កភ្លើងហ្នឹងយើងត្រូវដាក់20ដងទើបទទួលបាន skin gun យើងយកមក combine ហើយ10ដងទទួលបាន skin ក្បិតអញ្ចឹងសរុបទាំងអស់30ដងទើបទទួលបានមួយ set ហ្នឹងណាមួយ set ហ្នឹងគឺសម្រាប់តលេង PVP ទេកភ្លើងនេះលេង PVP ការជំនាន់ហ្នឹងកភ្លើងហ្នឹងស្រួលបាញ់យកក្បាលហ៎សរុបទាំងអស់$600បន្ទាប់ពី$100អញ្ចឹងមកថា24000 go បន្ទាប់ពី4000 go ទើបទទួលបានអា skin នឹងមួយ set អានេះរាល់ការដាក់800 go ទទួលបាន400 go កាត400 go កំប៉ុងចឹងបន្តទៀតយើង season pass មួយ event ទៀតបានចេញហ្នឹងយើងចឹងបានន័យថាចប់មួយខែហ្នឹងចូលទៅមួយខែទៀតមួយខែទៀតបានវាចេញចឹងបានរាប់ពីឥឡូវទៅ2ខែរាប់ពីឥឡូវទៅ2ខែទៅចេញ season pass ថ្មីហើយគប់ជ្រូកយើងអត់បានអីទេគប់ជ្រូកទៅបានតែ bounty fragment ទេនេះយើងគប់បានតែ bounty fragment ទេនេះ bounty នេះគប់បានតែហ្នឹងយកមកទុកដូរយកពួកនេះ item ទាំងអស់នេះនៅក្នុងហ្នឹងតើតូនជាមួយនឹងការ quest នេះយើង complete quest ទាំងអស់គ្នាជាមួយនឹងការ online 30នាទី quest online 30នាទីល្អជាងគេ quest នេះហើយ quest ពេញមួយ event គ្នាយើងនឹងទទួលបាន fragment ហ្នឹងចំនួនមកខ្ទង់27ទៅ28 fragment បានន័យថាវាអត់បាន30ទេអញ្ចឹងដើម្បីទទួលបាន30គ្នាយើងនេះខ្ញុំផ្លេចអធិស្ឋានចាំបន្តិចដាក់ full screen មួយសិននេះគ្នាយើងអញ្ចឹងនៅពេលដែល quest រាល់ថ្ងៃប្រចាំថ្ងៃរហូតដល់ទៅចប់ event បានតែ20ជាង fragment អត់គ្រប់30ទេអញ្ចឹងយើងរងចាំម្ដងថ្ងៃទី10ថ្ងៃទី10 11 12 13 14 15 16គឺ7ថ្ងៃគ្នាយើងបាន7 fragment អាហ្នឹងយើងលេងទៅលើវគ្គ mirror សិតតែវគ្គ mirror នេះអានេះតែនេះវគ្គគប់ជ្រូក mirror គប់ជ្រូក world boss 2វគ្គវគ្គ boom 2វគ្គហើយវគ្គ PVE 2វគ្គអានេះវគ្គគប់ជ្រូក2វគ្គទៀតអានេះវគ្គ mirror ទៀតវគ្គ mirror អញ្ចឹងគ្នាយើងខ្ញុំបញ្ជាក់អានេះគឺជាវគ្គ mirror មួយវគ្គអានេះវគ្គគប់ជ្រូកមួយវគ្គអានេះវគ្គ world boss 2វគ្គវគ្គ boom 2វគ្គវគ្គ PVE អីក៏បានដែរ2វគ្គហើយអានេះវគ្គគប់ជ្រូក2វគ្គហើយអានេះវគ្គ mirror 2វគ្គអញ្ចឹងបាន7 fragment សរុបទាំងអស់30ខ្ទង់35 fragment គ្នាយើងយកមកដូរនៅកន្លែងនេះកន្លែងនេះកដោនេះគឺជាកដោសัตว์8 star គ្នាយើងហើយនៅក្នុងហ្នឹងរបស់ដែលខ្ញុំ recommend ជាងគេជប់ខ្ញុំចូលមកមើលកដោនេះដាក់ធំវិញសិនអូខេអញ្ចឹងនេះកដោរបស់វានេះយើងអាចមកមើល display បានគ្នាយើងកដោសัตว์នៅក្នុងនេះខ្ញុំ recommend យកទៅលើសัตว์កណុងណាបើសិនជាគ្នាមានសัตว์សោះតែមានសัตว์សោះហើយសัตว์អីក៏បានដែរគ្នាយើងយកទៅព្រោះសัตว์
សត្វទឹកសួងតែក្នុងនេះមានសត្វតែកណ្ដុងឲ្យល្អជាងគេបន្តមកទៀត10 fragment យើងដូរយក skill សត្វហើយនៅក្នុង skill សត្វហ្នឹងគឺមានតែ skill សត្វ Doom level 2ទេល្អជាងគេហ្នឹងណាអញ្ចឹង quest ទៅដូចខ្ញុំបញ្ជាក់មុនហ្នឹងអញ្ចឹងថាមួយ event វាបានតែ20ជាង fragment ទេតតែយើងដល់ថ្ងៃ stake quest របស់វាទើបយើង quest ទៅបានខ្ទង់30ជាង fragment អញ្ចឹងយើងបើមានសត្វទៅលើសត្វកណ្ដុងហើយគ្នាយើងអាចទុកដូរយកពួកនេះដូរយក Honor Scroll អីដូរយក Experience អីបានដូរយក Jewel ក៏បានដែរគ្នាយើងស្រាចិត្តអញ្ចឹងរបស់ដែលខ្ញុំ recommend គឺមានប៉ុណ្ណឹងអញ្ចឹងយើងចូលមកកាន់កន្លែង Honor Scroll របស់យើង Honor Scroll របស់យើងមាន update មានថ្មីមាន3អានេះគឺជាកំភ្លើងថ្មីកំភ្លើងស្ដាច់ PVE ហើយកំភ្លើងនេះខ្ញុំនឹង test detail ឲ្យគ្នាយើងមើល Ghost Volley អូខេកំភ្លើងនេះខ្ញុំអត់និយាយពេញទេខ្ញុំនិយាយតែចំនួនវាទេចំនួនវា339គ្រាប់បើគិតជាសាច់លុយវាខ្ទង់$200ដែរអញ្ចឹងយើងទទួលបានកំភ្លើងនេះមួយឈុតនេះអញ្ចឹងកំភ្លើងនេះ239គ្រាប់បើគិតជាលុយនៅខ្ទង់តម្លៃ150ហើយនេះដូចគ្នាតម្លៃ273ខ្ទង់តម្លៃ150ទៅ160 170អីហ្នឹងអញ្ចឹងណាគិតជាលុយអញ្ចឹងអានេះ start ពី3 start ពី3 239 start ពី5 273 start ពី6 339គ្រាប់អូខេអញ្ចឹងយើងចូលមកកាន់ Price Store របស់យើងទាំងអស់គ្នា Price Store អានេះគឺជាអាចាស់របស់យើងដែលចាស់របស់យើង quest ប្រចាំថ្ងៃអីហ្នឹងអានេះគឺជា skin laser ថ្មីហ្នឹងគ្នា skin របស់កាភ្លើង light machine gun ណាគ្នានៅក្នុងអានេះមានអត់ទេខ្ញុំ search ឲ្យមើលសិននេះ skin របស់កាភ្លើងនេះគ្នាយើង skin laser នេះ skin ហ្នឹង skin ហ្នឹងបើគិតជាសាច់លុយវាខ្ទង់16000ជាង gold ព្រោះ start ពី3 start ពី3អញ្ចឹងសរុបទាំងអស់16961 gold ហើយយើងមិនថាដាក់ gold ខ្លួនណាទេមិនក៏ទិញគេទេគឺអស់ gold ប៉ុណ្ណឹងហើយសម្រាប់នេះយើង start ពី3ប៉ុន្តែអាកាក់របស់វានេះមួយតែ55ទេអញ្ចឹងសរុបទាំងអស់តែ11870 gold ទេហើយកំភ្លើងនេះ Sky Hunter ខ្ញុំអត់ដឹងពី GAN នឹងដូចគ្នាអត់មាន server ណាឲ្យមើលទេប៉ុន្តែនេះគ្នាយើងអាចទៅ search មើលបាននៅ YouTube មានណាគ្នាយើងហើយខ្ញុំអត់ទាន់មានតែឲ្យមើលទេអញ្ចឹងជប់ចាំតិចខ្ញុំបើក YouTube ដាក់ឈ្មោះឲ្យមើលតិចតោះអញ្ចឹងនេះគ្នាយើងអាចចូលមក search ក្នុង YouTube បានគ្នាយើង search ចេះមក Mad China Cosplay Mirror Follow 80នេះ at least long way skin នេះអាហ្នឹងជាកំភ្លើងរបស់ server ចិនណាឈ្មោះរបស់គេហ្នឹងខ្ញុំដើរមើលតិចចុះគឺបានអញ្ចឹងគ្នាយើងហើយអាចទៅមើលតេស្តមើលបានគ្នាយើងចឹងខ្ញុំបែកទៅវិញទៅ AK យើងវិញអូខេតោះអញ្ចឹងបន្តទៀតអានេះខ្ញុំអត់មានវីដេអូតេស្តឲ្យមើលទេគ្នាយើងអត់មានណាគេតេស្តទេរឿង server គេខ្ញុំ search មើលអត់ឃើញឬមួយក៏មិនអត់ដឹងដែរតោះអញ្ចឹងគ្នាយើងចូលមកកាន់ checkpot របស់យើងបងប្អូនគ្នាហើយតាក់ទងជាមួយនឹង checkpot គ្នាយើងអានេះម៉ែរងពីដណ្ដប់ឆ្នាំណានេះ4000ថ្ងៃជាងមិនដឹងថាគេកលិចឬមួយក៏មិនទេតែបើកលិចមែនម៉ែល្អហើយព្រោះដោយសារតែវាសិតតែរបស់ល្អនេះម៉ែច្រើនណាស់អញ្ចឹងនៅក្នុងអានេះយើងដាក់ like exchange ហ្នឹងគឺយើងមើលឃើញកាដូតែប៉ុណ្្នឹងណាគ្នាយើងឃើញកាដូតែប៉ុណ្្នឹងទេប៉ុន្តែបើសិនជាយើងមើលកន្លែងនេះមកយើងបើកមកមានឱកាសលាក់គេចូលមកកាន់កាដូនេះកាដូនេះកាដូ set PVP ហើយនេះកាដូ set តក PVE នេះយើង set នេះ set ដាក់លុយ set ដាក់លុយ set នឹងល្អណាខ្ញុំអត់មាន set នឹង review គ្នាមើលទៀតណាតែអ្នកបុកគាត់ដឹងឯងអូខេអញ្ចឹងនៅក្នុងអានេះយើងមាន clay condimate 4 condimate ច្រឡំ boom condimate 4កបិតហោះកបិតតក smoke ជាមួយនឹងកបិតទេវតានេះមិន skin ទេណាធ្លាក់មកកបិតយកមកពួកវាមិនបញ្ជាក់ថា skin ទេនេះយើងឬមួយក៏មិនចាំមើលនេះអត់បញ្ជាក់ថា skin ទេធម្មតា skin វាមានរូបកៅតែនេះធ្លាក់មកជួយកបិតយកមក
ជាកបិតណាហើយអាហ្នឹងនៅពេលដែលយើងចាប់ណាគ្នាយើងបបលមកវាមានឱកាសចូលទៅកាន់រូបនេះអញ្ចឹងយើងយករូបច្រឡំ sorry រូបនេះរូបspace time នេះរូប space time យើងយក space time មកដូរយកអានេះមកដូរយកហ្នឹងហើយយើងចាប់ទៀតបាននេះយើងប្រើនៅកន្លែងនេះបានចាប់យកអា space time ហ្នឹងអា remind scan ស្គីនេះយកមកចាប់ទៀតអញ្ចឹងអាហ្នឹងចំណុចល្អកន្លែងហ្នឹងទៅចាប់ទៅហើយអានេះខ្ញុំមិនដឹងថាវា reset ជាអាទិត្យអត់ទេណាប៉ុន្តែអានេះឃើញដាក់ដូរបាន3ដងអញ្ចឹងតមក plate ហ្នឹងគ្នាយើងបវល់មកប្រែដូរអស់បាត់ហើយហើយ limit មិនដឹងថាវា reset មួយអាទិត្យក្រោយវា reset ឲ្យអត់ទេអូខេតោះអញ្ចឹងតកតងជាមួយនឹងកាភ្លើងនៅក្នុង mall item នៅក្នុង mall អីវាដកចេញវិញបាត់ហើយលែងលក់ឲ្យបាត់ហើយអាកាដូជើងមុនណាអាកាដូវាលក់ដូចមានកាដូ PVP កាដូ PVE ណា GM ថោកទាបចុយមកអត់ព្រមដាក់កន្លែងហ្នឹងឲ្យទុកដូរគ្នាយើងទិញលេងព្រមលេង PVE បានមួយខែដែរអាហ្នឹងអត់ដាក់ឲ្យទេតោះអញ្ចឹងចុងក្រោយគ្នាយើងតើតងជាមួយនឹងកន្លែងនេះយើងមាន function មួយរាល់ព័ត៌មានរបស់គ្នាយើងទាំងអស់សិតតែមានតម្លៃសម្រាប់ GM អាហ្នឹងខ្ញុំនិយាយដូចបុគ្គលិកគេអញ្ចឹងពីគាត់បញ្ជាក់ថារាល់ព័ត៌មានយើងទាំងអស់សិតតែមានតម្លៃអញ្ចឹងវាលើកទឹកចិត្តឲ្យ report នៅពេលដែលមាន hack ឬមួយក៏ feedback អីផ្សេងតើតងជាមួយនឹង big bug glitch error យើងអាច send report ទៅតាមរយៈហ្នឹងបានតែគ្នាយើងមកចុចកោញញ៉ៃទេជិះវាកន្លែងហ្នឹងវាលែងមានតម្លៃព្រោះយើងតម្លាក់ទៅចង់ឲ្យមួយវា unit ហ្មងវាមានតម្លៃមិនមែនគឺចុចទៅពីប៉ានណាប៉ានណីអីអត់ទេកុំព្រោះអាហ្នឹងគេ extract ជា report គេមកទុកមើលអញ្ចឹង report hack report bug report fetch error ផ្សេងលើកទឹកចិត្តឲ្យគ្នាយើងជួយ report ដូចគ្នាតោះអញ្ចឹងសម្រាប់វីដេអូ review event នៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេគ្នាយើងអស់ហើយចាំជួបគ្នានៅវីដេអូក្រោយតេស្តកាភ្លើងទាំងអស់គ្នាបាយបាយ